សួស្តីបងប្អូនទាំងអស់គ្នា Welcome to my channel Happy Tea ថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកលេងបឹងទន្លេសាបទៀតហើយចង់ប្រាប់ថាបឹងទន្លេសាបទោះបីជាមកលេងប្រហែលដងក៏ខ្ញុំអត់មានអារម្មណ៍ថាធុញនឹងលុយណាយដែរអញ្ចឹងខែដែលខ្ញុំបានមកលេងនេះផងដែរគឺស្ថិតនៅក្នុងខែ11បាននិយាយទៅគឺបានចេញភាសាបាត់ហើយប៉ុន្តែគឺមេឃនៅតែភ្លៀងអញ្ចឹងប្រហែលថ្ងៃដែលខ្ញុំមកនេះគឺភ្លៀងរហូតប៉ុន្តែកាលពីនៅកំឡុងពេលខែ10ទឹកធំជាងនឹងទៀតហើយឥឡូវនេះគឺទឹកស្រកទៅអស់ខ្លះហើយនៅពេលដែលទឹកធំខ្លាំងមែនតើណាគឺស្រែនឹងអីនឹងលិចអស់ហើយអញ្ចឹងខ្ញុំធ្វើដំណើរចេញពីភូមិមកពីម្ដុំផ្ទះយាយខ្ញុំគឺអត់ឆ្ងាយប្រហែលទេជីតែបន្តិចទៅនឹងទៅដល់បឹងទន្លេសាបកន្លែងដែលយើងត្រូវឡើងទូកហើយនៅតាមផ្លូវពិតជាស្រស់ស្អាតមែនតើហើយស្រូវនៅអមសងខាងហ្នឹងគឺទុំចិត្តដល់ថ្ងៃច្រូតហើយអញ្ចឹងជិះម៉ូតូមកដល់កន្លែងនេះគឺយើងអាចទៅមុខទៀតបានទេត្រូវទុកម៉ូតូនៅកន្លែងហ្នឹងហើយបន្ទាប់មកយើងដើរលុយទឹកទៅដើម្បីទៅរកទូកនិយាយទៅបងប្អូនទាំងអស់គ្នាទិដ្ឋភាពស្រែសងខាងហើយមានទឹកអញ្ចឹងណាអ្វីដែលខ្ញុំនឹកឃើញមុនគេគឺឆ្លើងប៉ុន្តែអត់បានទេខ្ញុំត្រូវតែតស៊ូខ្ញុំត្រូវតែដើរទៅឲ្យបានកំពុងតែដើរទៅហោទូកដើរទៅមិនតិចទៀតដល់ទូកហើយច្រើននេះទូរត់ត្រីអាណាគឺថាអត់បានទៅណាបើយើងទៅដល់បាននៅដល់មិនហៅទៅលោកយល់បងមិនអត់ទៅទៅក៏ណែមកផ្លូវស្ទប់ហុកថ្ងៃនេះសែយើងដើរកាត់ទឹកមិនហ្នឹងមានគុំស្រែគុំអីចឹងណាប៉ុន្តែអត់មានឆ្លើកនេះឥឡូវមកដល់ទូកហើយទៅលេងទន្លេសាបទៀតហើយទៅទន្លេសាបមិនទៅទន្លេប្រៃណាយើងជាអ្នកធ្វើម៉េចយើងស្រុកយើងមានទន្លេសាបអញ្ចឹងទៅយើងត្រូវតែមកលេងទន្លេសាបឲ្យញឹកតិចនេះជួយនេះលោកជួយនេះលោកជីមលៀងបាត់ទេចាឈប់នេះលៀងក្នុងនេះអូល្អណាស់ចង់ឡើងមុនហើយកណ្ដាលមុនឈប់រត់ជើងបោកយ៉ាងខ្លាចអត់ចាក់ឡោជីទូកមួយណាចាទូកមួយនេះចេញដំណើរហើយអាយយកចេញដំណើរទៅម្ដងបន្តិចតែចៅណាងទៅហើយអញ្ចឹងឥឡូវនេះទូកពួកយើងបានចេញដំណើរទៅសន្សឹមហើយអញ្ចឹងបន្តិចទៀតបងប្អូនទាំងអស់គ្នានឹងបានឃើញទិដ្ឋភាពបឹងទន្លេសាបដ៏អស្ចារ្យជាមួយខ្ញុំបាននិយាយទៅតាំងពីច្រកចូលមករហូតមកដល់ខាងផ្លូវខាងក្នុងហ្នឹងដែលទូកយើងចេញមកម្ដងតិចហ្នឹងគឺទទួលបានបរិយាកាសប្លែករហូតនិយាយទៅគឺទិដ្ឋភាពខុសគ្នាយើងជិះម៉ូតូមកពីដំបូងផ្លូវដីក្រហមផ្លូវរៀងពិបាកមានខ្សាច់មានអីអញ្ចឹងទៅហើយបន្ទាប់មកឃើញវាស្រែបន្ទាប់មកដើរលុយទឹកបន្ទាប់មកទៀតទូកយើងទៅមុខម្ដងបន្តិចហើយក៏ចាប់ផ្ដើមលឿនឡើងហើយយើងបានឃើញទិដ្ឋភាពព្រៃលិចទឹកនិយាយទៅមានអារម្មណ៍ថាស្រស់ស្រាយហើយត្រជាក់ភ្នែកមែនតើព្រោះអីនៅតាមផ្លូវបានឃើញសត្វហោះហើរសត្វកុកសត្វអីអញ្ចឹងណាហើយថ្ងៃដែលខ្ញុំមកលេងនេះវាអត់មានភ្លៀងធ្លាក់អីប៉ុន្តែមុនហ្នឹងវារៀងមេឃសតុំបន្តិចប៉ុន្តែនៅដល់ម៉ោងដែលពួកខ្ញុំចេញដំណើរមកគឺមេឃស្រឡះចេះហ្មងហើយបើកថ្ងៃប៉ុន្តែវាមិនជាក្តៅខ្លាំងអីណាស់ណានិយាយទៅល្មមមកដើរលេងសប្បាយហ្មងហើយនៅពេលដែលជិះទូកចូលមកអញ្ចឹងទៅហើយទូកកាន់តែលឿនទៅសាច់ទឹកមកហើយចំត្រជាក់ទៀតអត់មានអារម្មណ៍ថាក្តៅសោះហ្មងហើយជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាតជុំវិញខ្លួនទៀតអញ្ចឹងទៅភ្លេចអស់ភាពក្តៅភាពអីអស់ហើយ នៅពេលដែលបងប្អូនទាំងអស់គ្នាមកលេងបឹងទន្លេសាបនៅកំឡុងពេលខែប្រាំងហើយនិងកំឡុងពេលខែវស្សាយើងនឹងទទួលបានបទពិសោធន៍និងបរិយាកាសពីរផ្សេងគ្នាដាច់ហ្មង
ខែវស្សាគឺទឹកឡើងខ្ពស់ទឹកធំហើយនឹងទឹកថ្លាឆ្វេងស្អាតមែនតែនប៉ុន្តែបើខែប្រាំងវិញគឺយើងជិះទម្រាំតែមកដល់កន្លែងជីទូកនឹងឆ្ងាយសែនឆ្ងាយហើយទឹកពណ៌រៀងល្អក់ក្រហមអញ្ចឹងឥឡូវនេះពួកខ្ញុំបានជិះមកដល់ផ្ទះអ្នកភូមិនៅលើទឹកកន្លែងភូមិបដែតទឹកហ្នឹងមានឈ្មោះថាភូមិកំពង់ប្រាក់ដែលខ្ញុំធ្លាប់ធ្វើ blog មកកាលពីលើកមុនម្ដងហើយអញ្ចឹងខ្ញុំអត់ទាន់បានចូលផ្ទះអ្នកភូមិនឹងអង្គុយលេងទេប៉ុន្តែត្រឡប់មកវិញខ្ញុំនឹងចូលគោលដៅរបស់ខ្ញុំឥឡូវហ្នឹងគឺខ្ញុំទៅបឹងទលេសាបដែលធំល្វឹងល្វើយហ្នឹងណាអញ្ចឹងបឹងទលេសាបគឺជាបឹងមួយដែលធំជាងគេបំផុតនៅប្រទេសកម្ពុជាយើងហើយក៏ធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ផងដែរហើយសម្រាប់ទីតាំងបឹងទលេសាបវិញគឺស្ថិតនៅភាគកណ្ដាលនៃប្រទេសកម្ពុជាហើយខេត្តដែលនៅជាប់ជុំវិញបឹងទលេសាបហ្នឹងមានសៀមរាបបាត់ដំបងពោធិ៍សាត់កំពង់ធំនិងខេត្តកំពង់ចាមសម្រាប់ទំហំរបស់បឹងទលេសាបវិញគឺវាផ្លាស់ប្ដូរទៅតាមរដូវប្រាំងនិងរដូវវស្សាដែលនៅពេលរដូវប្រាំងមានទំហំប្រមាណ 2500 គីឡូម៉ែត្រការ៉េប៉ុន្តែពេលរដូវទឹកជំនន់អាចកើនឡើងដល់ 16000 គីឡូម៉ែត្រការ៉េឬក៏ច្រើនជាងនឹងទៀតដោយសារតែបឹងទលេសាបគឺផ្សារភ្ជាប់គ្នាជាមួយនឹងទន្លេមេគង្គអញ្ចឹងគឺមានលក្ខណៈពិសេសមួយពាក់ព័ន្ធជាមួយនឹងចរន្តទឹកហូរពេលរដូវវស្សាទឹកនៅទន្លេមេគង្គនឹងឡើងខ្ពស់ហើយទន្លេសាបនឹងបំរែបំរួលទិសលំហូរទឹកគឺមានន័យថាហូរពីទន្លេមេគង្គចូលមកក្នុងបឹងវិញប៉ុន្តែនៅពេលខែប្រាំងគឺទឹកទន្លេមេគង្គនឹងធ្លាក់ចុះហើយអញ្ចឹងគឺទន្លេសាបនឹងហូរចេញពីបឹងចូលទៅទន្លេមេគង្គវិញម្ដងអញ្ចឹងការផ្លាស់ប្ដូរចរន្តទឹកហូររបស់ទន្លេសាបនឹងវាគឺជារឿងមួយដ៏អស្ចារ្យដែលកើតចេញពីធម្មជាតិហ្មងណាហើយពិតជាសប្បាយចិត្តមែនតើដែលបឹងទន្លេសាបនឹងគឺស្ថិតនៅក្នុងស្រុកខ្មែរយើងបឹងទន្លេសាបគឺជាប្រភពត្រីធម្មជាតិដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍យើងណាហើយប្រភពត្រីដែលយើងកំពុងតែប្រើប្រាស់នៅក្នុងស្រុកយើងរាល់ថ្ងៃហ្នឹងគឺបានមកពីបឹងទន្លេសាបជាង 60% ហើយនៅក្នុងបឹងនេះផងដែរសម្បូរទៅដោយត្រីជាង200ប្រភេទហើយនិងសត្វនៅក្នុងទឹកជាច្រើនប្រភេទទៀតអញ្ចឹងឥឡូវនេះទូកខ្ញុំកំពុងតែលំកើទៅមុខម្ដងតិចហើយនិយាយទៅបើកទូកយឺតទេដោយសារតែយើងត្រូវការមើលទេសភាពផ្ទះប្រជាជននៅតាមទឹកអញ្ចឹងណាសម្រាប់ភូមិនេះដែរគឺផ្ទះនៅលើទឹកមិនសូវជាច្រើនអីប្រហែលនេះហើយពួកខ្ញុំជិះតែមួយសន្ទុះទេក៏ផុតផ្ទះទាំងអស់នឹងដែរហើយយើងមកមុខតិចទៀតមកគឺនៅតាមផ្លូវសិតតែព្រៃលិចទឹកអញ្ចឹងណានិយាយទៅជាជំរកដល់សត្វទឹកដ៏ល្អមែនតែនហ្មងណាអញ្ចឹងកន្លែងដែលពួកខ្ញុំកំពុងតែជិះទៅហ្នឹងកាលពីរដូវប្រាំងគឺពួកខ្ញុំជិះម៉ូតូចូលទៅដល់ហ្មងហើយនៅពេលរដូវប្រាំងទឹកស្រកអស់លីងទៅបានយើងដឹងថាដើមឈើដែលនៅក្នុងទឹកទាំងអស់ហ្នឹងដែលយើងមើលឃើញតែស្លឹកហ្នឹងគឺធំខ្ពស់មែនតែនហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឃើញទិដ្ឋភាពនារដូវប្រាំងខ្ញុំក៏មានដែរវីដេអូបឹងទន្លេសាបនៅរដូវប្រាំងអាចត្រឡប់ទៅមើលបានហើយមើលទូកនៅខាងមុខនោះអូយមកគាត់បើកលឿនមែនតែនហ្មងបើកឡើងដូចហោះអញ្ចឹងនិយាយទៅបើនៅលើគោកវិញយើងឃើញម៉ូតូឃើញឡានបើកដូចហោះហើយតែពេលនៅលើទឹកគឺមានទូកបើកដូចហោះដែរហើយនេះខ្ញុំជិះទៅរៀងយូរដែរហ្មងតែខ្ញុំទៅដល់កន្លែងកណ្ដាលហ្នឹងហើយនៅតាមផ្លូវគឺមានផ្កាស្មៅមានសារាយមានអីដុះតាមនឹងលំអរហូតនិយាយទៅស្អាតដែរដូចខ្ញុំបាននិយាយចឹងគឺតាមផ្លូវតាំងពីដើមរហូតទៅដល់កន្លែងបឹងជ្រៅហ្នឹងហ្មងគឺទិដ្ឋភាពខុសគ្នារហូតហ្មងអ
7 ម៉ែត្រ 7 ម៉ែត្រ មិន 7 ម៉ែត្រទេស្នាមទឹកនៅលើ 7 ម៉ែត្រ 8 ទឹក អូ នេះស្រកខ្លះហើយ អានេះស្រកអស់ខ្លះហើយ 7 ម៉ែត្រ 8 ទឹក នោះនៅកន្លែងនោះកន្លែងនោះមានផ្ទះលោកតាមួយដែលយើងជិះកាត់លើមុនមានគោឆ្លងទៅកន្លែងហ្នឹងហ៎នេះឥឡូវលិចឡើងជិតដល់កន្លែងផ្ទះលោកតាហ្នឹង ខែប្រាំងសើងើយមើល ដល់ពេលខែភាសាផ្ទះលោកតាឡើងគៀកបាត់យើងកំពុងតែនៅកណ្ដាលបឹងទន្លេសាប បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបានមកដល់កន្លែងបកគោដែលមានជម្រៅ 7 ម៉ែត្រជាងហ្នឹងហើយហើយខ្ញុំអត់ដឹងថាទៅមុខទៀតជម្រៅប្រហែលនេះប៉ុន្តែគឺពួកខ្ញុំបើកមកត្រឹមតែប៉ុណ្្នឹងឯងត្រឡប់ទៅវិញយើងចេញពីកន្លែងហ្នឹងជម្រៅតែ 7 ម៉ែត្រត្រឡប់ទៅកន្លែងផ្ទះអ្នកភូមិវិញ ហើយឥឡូវពួកខ្ញុំបកមកវិញហើយអញ្ចឹងម្ដុំកន្លែងដែលពួកខ្ញុំមកលុតទូកហ្នឹងណាគឺកម្ពស់ទឹកប្រហែលជា 5 ម៉ែត្រជាងទៅ 6 ម៉ែត្រដល់ហើយអាលុតទូកមិញភ័យដែរហ្នឹងណាឥឡូវទៅមុខទៀតហើយតែតិចទៀតនៅមានអាលុតទៀតនៅខណៈពេលនេះនៅខណៈពេលនេះលេខដល់ហើយអស់សាំងមែនអស់សាំងអស់មកហើយខណៈពេលនេះទូករបស់យើងកំពុងតែអស់សាំងឥឡូវមើលទស្សនភាពអស់សាំងសិនយើងនៅឡៃណាយើងនៅពាក់កណ្ដាលផ្លូវទៅផ្ទះវិញនៅពាក់កណ្ដាលផ្លូវទៅផ្ទះវិញនេះអូយទីសាំងហ្នឹងបាទទីសាំងហ្នឹង កណូតចុះជាងម៉ូតូទៀតអស់សាំងអស់ហើយអត់ខ្វល់យើងលំហែយើងលំហែទូកអស់សាំងហើយតបមកនោះមានអ្នកអ៊ំមួយនៅមុខអិចគេហៅចៅអ៊ំអាហ្នឹងចៅហ៎មានអ្នកចៅទូកនៅខាងមុខស៊ូចិត្តដល់ផ្ទះហើយមើលឃើញដំបូលផ្ទះប៉ំឯតាតែទភាពពេលត្រឡប់មកវិញឃើញភ្នំឡើងស្អាតតបមកកងតបជំនួយមកចិត្តដល់ហើយវ៉ាវស្រ័យមួយថ្ងៃហ្នឹងអាលុតទូករហូតនេះហើយអាណិតជាងគេប្អូនខ្ញុំអ្នកចៅទូកហ្នឹងហ្មងចៅឡើងមកដល់ចិត្តផ្ទះប្រជាជនហើយបានមានគេយកសាំងយកអីមកឲ្យអញ្ចឹងណាឥឡូវមកដល់កន្លែងនេះអាលុតទៀតហើយអញ្ចឹងនៅខាងមុខខ្ញុំហ្នឹងគឺជាសាលារៀនអញ្ចឹងនៅនេះមានសាលារៀនមានទីពេទ្យមានអីគេមកចប់មានផ្ទះលក់ដូររកស៊ីអីផ្សេងអញ្ចឹងទៅអ្នកណានេសាទគេនេសាទអញ្ចឹងទៅឲ្យក្មេងៗទូចអីហ្នឹងចេះហែទឹកចេះអុំទូកអស់លីងឥឡូវទៅមុខទៀតហើយល្ងាចដែរហើយពេលទៅដល់ខាងមុខគឺពួកយើងនឹងចូលអង្គុយលេងបន្តិចនៅផ្ទះប្រជាជនដែលគាត់នៅហ្នឹងរបៀបថាអ្នកស្គាល់គ្នាជាមួយពូខ្ញុំបងប្អូនពូខ្ញុំអញ្ចឹងណាអញ្ចឹងទៅយើងទៅអង្គុយលេងនៅហ្នឹងសិនអ
ចឹងមើលទស្សនភាពពេលល្ងាចស្អាតខ្លាំងណាស់និយាយទៅវាអត់មានអីអស្ចារ្យមែនទេមានតែផ្ទះប្រជាជនដែលទឹកអញ្ចឹងប៉ុន្តែទស្សនភាពមើលទៅវាបែបស្រស់ស្រាយមួយយ៉ាងដែរដោយសារតែយើងនឹងធ្លាប់តែនៅលើគោក៏អញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច like ចុច subscribe ហើយនឹងដាក់កណ្ដឹងផងណាដើម្បីទទួលបានវីដេអូថ្មីៗលើក្រោយទៀតអរគុណច្រើន